ស្ត្រីម្នាក់នេះត្រូវបានជាប់នៅខាងក្រោមសមុទ្រអស់រយៈពេល500ឆ្នាំរាល់ពេលដែលនាងលង់ទឹកភាពអមតៈរបស់នាងបាននាំនាងឲ្យរស់ឡើងវិញប៉ុន្តែទ្រូងដែកមិនដែលបើកទេដូច្នេះនាងគ្រាន់តែរស់ឡើងវិញហើយថប់ដង្ហើមដដែលមុនពេលដែលនាងត្រូវបានគេបោះចូលទៅក្នុងសមុទ្រមនុស្សតែម្នាក់គត់ដែលនាងទុកចិត្តគឺអែនពួកគេមានសមត្ថភាពដូចគ្នាទោះបីជាពួកគេរងរបួសធ្ងន់ធ្ងរយ៉ាងណាក៏ដោយរាងកាយរបស់ពួកគេតែងតែជាសះស្បើយAndy បានចំណាយពេលរាប់ពាន់ឆ្នាំម្នាក់ឯងមុនពេលទីបំផុតបានបង្ហាញខ្លួនហើយក្លាយជាជីវិតអមតៈដំបូងគេពួកគេបានធ្វើដំណើរជាមួយគ្នាតាមរយៈសម័យកាលផ្សេងៗគ្នាហើយបានប្រយុទ្ធក្នុងសង្គ្រាមរាប់មិនអស់ប៉ុន្តែនៅពេលពួកអ្នកនិយមសាសនាបានរកឃើញអដ្ឋកម្បាំងរបស់ពួកគេបានបង្កឲ្យមានការភ័យខ្លាចស្ត្រីទាំងពីរនាក់ត្រូវបានកាត់ទោសថាជាមេធ្មឹបហើយត្រូវបានប្រហារជីវិតម្ដងហើយម្ដងទៀតប៉ុន្តែទោះបីជាពួកគេស្លាប់ប្រមាណដងក៏ដោយពួកគេតែងតែត្រឡប់មកវិញនៅពេលដែលការប្រហារជីវិតបរាជ័យអ្នកចាប់ខ្លួនពួកគេផ្ទុយទៅវិញពួកគេសម្រេចចិត្តធ្វើឲ្យប្រកាសថានាងមិនអាចគេចផុតបានឡើយ Queen ត្រូវបានគេបោះចូលទៅក្នុងសមុទ្រខណៈដែល Andy គ្រាន់តែអាចមើលនាងបាត់ខ្លួនគ្មានទីតាំងហើយគ្មានទម្រង់អ្វីនៅសល់ឡើយ Andy បានស្វែងរកទូទាំងពិភពលោកអស់រយៈពេលច្រើនសតវត្សរ៍ដេគូដែលបាត់បង់របស់នាងឡើយពេលវេលាមិនដែលនាំនាងត្រឡប់មកវិញទេប៉ុន្តែវាបាននាំ Andy ទៅរកអមតៈ3អ្នកផ្សេងទៀតJoe និង Nikki បានជួបគ្នាដំបូងជាស្ត្រីក្នុងអំឡុងពេលសង្គ្រាមជជែកគ្នាទៅវិញទៅមកម្ដងហើយម្ដងទៀតដើម្បីគ្រាន់តែមើលគ្នាទៅវិញទៅមកវិញមិនមាននរណាក្រៅពីនេះនឹងទទួលយកនោះទេថ្ងៃមួយភ្នាក់ងារស៊ើបការសម្ងាត់ម្នាក់បាននាំដំណឹងអំពីក្រុមនៃកុមារដែលបាត់ខ្លួនយោងតាមព័ត៌មានរបស់គាត់កុមារទាំងនោះត្រូវបានឃុំទោសបរិវេណមួយនៅស៊ូដានខាងទៅ Andy បានយល់ព្រមដឹកនាំការជួយសង្គ្រោះឆ្មាំនៅខាងក្រៅមិនសូវជាមានការគំរាមកំហែងហើយអ្នកទាំង4បានចូលទៅក្នុងអគារយ៉ាងលឿនប៉ុន្តែនៅពេលដែលកាន់តែខិតជិតទៅដល់តំបន់ឃុំឃាំងគ្មានកុមារនៅខាងក្នុងទេអ្នកដែលរងចាំពួកគេគឺប្រដាប់ដោយអាវុធធុនធ្ងន់មុនពេលដែលអមតៈអាចរកទីកន្លែងលាក់ខ្លួនបានការបែងប្រហារបានផ្ទុះឡើងពីគ្រប់ទិសទីការបែងប្រហារបានឈប់នៅពេលដែលពួកគេទាំង4នាក់ដួលទៅលើដីបន្ទាប់ពីបញ្ជាក់ថាពួកគេលែងដកដង្ហើមហើយទីហ៊ានក៏ជឿថាបិសកម្មគណិតប្រពន្ធតែមួយផ្លែតប៉ុណ្ណោះរាងកាយដែលរងរបួសរបស់ Andy បានចាប់ផ្ដើមជួយខ្លួនឯងហើយក្របកំភ្លើងដែលកប់នៅក្នុងខ្លួននាងក៏ត្រូវបានរុញចេញយឺតៗក៏ចាប់ផ្ដើមដឹងខ្លួនឡើងវិញនៅពេលដែលទីហ៊ានត្រៀមខ្លួនវិញម្ដងទៀតពួកគេទាំង4នាក់បានត្រឡប់មកវិញរួចហើយបទពិសោធន៍ប្រយុទ្ធរាប់សតវត្សរ៍នៅពេលក្រោយពួកគេ Andy និងក្រុមរបស់នាងបានផ្ដល់ឱកាសឲ្យស្ត្រីមិនអាចផ្ទុកក្របកំភ្លើងបានឡើយក្នុងរយៈពេលតែមួយផ្លិតទីហ៊ានទាំងអស់ដែលពាក់ព័ន្ធនឹងការវេឆ្មក់បានស្លាប់អស់ប៉ុន្តែបន្ទាប់ពីការប្រយុទ្ធ Andy បានកត់សម្គាល់ឃើញពន្លឺពណ៌ក្រហមភ្លឹបៗនៅត្រង់ម្ខាងកាមេរ៉ាសម្ងាត់មួយបានថតយកការស្លាប់និងការរស់ឡើងវិញរបស់ពួកគេទើបតែពេលនោះហើយដែល Andy យល់ពីអន្តៈកុមារដែលបាត់ខ្លួនគ្រាន់តែជាមុខសញ្ញាសក្តិបងប៉ុណ្ណោះប៉ុន្តែអ្វីដែលស្ត្រីពិតជាចង់បានគឺ Post-Stan ដែលអមតៈបានលាក់អស់រយៈពេល5000ឆ្នាំបានរួចផុតពីការវេឆ្មក់ប៉ុន្តែពួកគេមិនអាចលាក់ខ្លួនពីពិភពលោកបានទៀតទេ